នៅព្រឹកថ្ងៃពុធ600ខែចែកឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី8ខែមេសាឆ្នាំ2026ឯកឧត្តមបណ្ឌិតសុភាចារហងជួននរិនតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមពិធីអបអរសាទរទិវាព្រះពុទ្ធសាសនាអន្តរជាតិឆ្នាំ2026ក្រោមប្រធានបទពង្រឹងសាមគ្គីធម៌ជំរុញសន្តិភាពតាមរយៈមាគ៌ាព្រះពុទ្ធសាសនានៅសាលសន្និសីទចតុមុខនៅក្នុងពិធីនេះដែរមានការយាងនិមន្តនិងអញ្ជើញចូលរួមពីសំណាក់សម្ដេចព្រះអភិសិរិសុគន្ធាមហាសង្ឃរាជធិបតីគតិឧទ្ទេសបណ្ឌិតប៊ូគ្រីសម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះមហាសុមេធាធិបតីគតិបណ្ឌិតអមលីមហេងសម្ដេចព្រះសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះសង្ឃនាយករងសម្ដេចព្រះរាជាគណៈព្រះមន្ត្រីសង្ឃឯកឧត្តមលោកជំទាវសមាជិកសមាជិកាព្រឹទ្ធសភារដ្ឋសភាទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីឯកអគ្គរាជទូតអគ្គរដ្ឋទូតតំណាងអង្គទូតលោកអ្នកអង្គញាអ្នកអង្គញាឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំទីប្រឹក្សាមន្ត្រីរាជការក្រសួងស្ថាប័នលោកស្រីតំណាងសាសនិកគ្រប់សាសនាព្រមទាំងនិស្សិតសរុបចំនួនជាង900អង្គនាក់បន្ទាប់ពីសម្ដេចព្រះអភិសិរិសុគន្ធាមហាសង្ឃរាជធិបតីគតិឧទ្ទេសបណ្ឌិតប៊ូគ្រីនិងសម្ដេចព្រះមហាសុមេធាធិបតីគតិបណ្ឌិតអមលីមហេងអានព្រះរាជសារថ្វាយព្រះពរព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជារួចមកឯកឧត្តមចៅបរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានអញ្ជើញអានព្រះរាជសារព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងថ្លែងសុន្ទរកថាស្វាគមន៍ដោយបានគោរពថ្លែងអំណរគុណចំពោះវត្តមានឯកឧត្តមបណ្ឌិតសុភាចារឧបនាយករដ្ឋមន្ត្រីតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរទិវាព្រះពុទ្ធសាសនាអន្តរជាតិក្រោមប្រធានបទពង្រឹងសាមគ្គីធម៌ជំរុញសន្តិភាពតាមរយៈមាគ៌ាព្រះពុទ្ធសាសនានាឱកាសនេះឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរអំពីប្រវត្តិនិងគោលបំណងនៃទិវាព្រះពុទ្ធសាសនាអន្តរជាតិថាប្រារព្ធឡើងដើម្បីលើកកម្ពស់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋបង្កើនទំនាក់ទំនងអន្តរជាតិជាមួយបណ្ដាប្រទេសអ្នកកាន់ព្រះពុទ្ធសាសនានិងជាការរំលឹកនៅព្រះរាជគុណូបការៈដ៏ឧត្តមឧត្តមបំផុតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលទ្រង់ទទួលបាននៅព្រះបរមងារកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជាព្រះស្រីលោកធម្មិករាជហើយក៏ជាការផ្សព្វផ្សាយគោលមាគ៌ាព្រះពុទ្ធសាសនាដើម្បីពង្រឹងសាមគ្គីធម៌ជំរុញសន្តិភាពក្នុងសង្គមជាតិនិងសកលលោកបន្ទាប់ពីបានជ្រាបអំពីប្រវត្តិនិងគោលបំណងនៃការរៀបចំទិវាព្រះពុទ្ធសាសនាអន្តរជាតិឯកឧត្តមបណ្ឌិតសុភាចារឧបនាយករដ្ឋមន្ត្រីបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រសួងធម្មការនិងសាសនានិងគណៈសង្ឃនាយកទាំងពីរគណៈដែលបានសហការរៀបចំបានយ៉ាងល្អនៅទិវាព្រះពុទ្ធសាសនាអន្តរជាតិក្រោមប្រធានបទពង្រឹងសាមគ្គីធម៌ជំរុញសន្តិភាពតាមរយៈមាគ៌ាព្រះពុទ្ធសាសនាដែលជាប្រធានបទដ៏ស័ក្តិសមបំផុតសម្រាប់រំលេចឲ្យឃើញពីតួនាទីព្រះពុទ្ធសាសនាដើម្បីចូលរួមចំណែកកសាងនៅសាមគ្គីធម៌ការអភិវឌ្ឍប្រទេសទាំងក្នុងវិស័យនយោបាយសេដ្ឋកិច្ចសណ្ដាប់ធ្នាប់សង្គមវប្បធម៌និងសាសនាជាពិសេសគឺការចូលរួមកសាងសាមគ្គីភាពសន្តិភាពសុខដុមរមនានៅក្នុងសង្គមជានេះក៏ជាកល្យានុវត្តភាពមួយបង្កើនការយល់ដឹងពីគុណតម្លៃស្នូលនិងគោលការណ៍របស់ព្រះពុទ្ធសាសនាក្នុងការចូលរួមថែរក្សាសុខុមាលភាពសង្គមមិត្តភាពភក្តិភាពនិងសាមគ្គីភាពដើម្បីជំរុញឲ្យមាននូវសុខសន្តិភាពជានិរន្តរ៍សម្រាប់សង្គមនិងពិភពលោកឯកឧត្តមបណ្ឌិតសុភាចារបានបន្ថែមថាទិវាព្រះពុទ្ធសាសនាអន្តរជាតិនៅព្រះរាជាណាចក្រកម្ពុជានៅពេលនេះសមស្របទៅនឹងបរិបទនៃពិភពលោកបច្ចុប្បន្នដែលកំពុងប្រឈមនឹងវិបត្តិជាច្រើនដូចជាជម្លោះប្រដាប់អាវុធសង្គ្រាមសេដ្ឋកិច្ចការបម្រែបម្រួលអាកាសធាតុភាពឡើងកម្ដៅនិងភូមិសាស្ត្រនយោបាយភាពផុយស្រួយនៃជម្លោះសាសនាការបំពុលបរិស្ថានជំងឺឆ្លងនិងគម្លាតសង្គមធ្វើឲ្យមនុស្សរស់នៅមិនមានភាពចុះសម្រុងនិងមិនយោគយល់គ្នាព្រមទាំងបង្កភាពរាំងស្ទះដល់ការរីកចម្រើនរបស់សង្គមហើយវិបត្តិទាំងនោះបានក្លាយទៅជាបញ្ហារួមនៅក្នុងសង្គមក្នុងតំបន់ក៏ដូចជាពិភពលោកធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សង្គមសេដ្ឋកិច្ចនិងវិស័យសាសនាទៀតផងព្រះពុទ្ធសាសនាគឺជាមាគ៌ាមួយដ៏សំខាន់ក្នុងការបង្កើននូវសាមគ្គីភាពភក្តិភាព
និងរក្សាសន្តិភាពតាមរយៈការផ្ដល់ឱវាទដោយផ្អែកលើព្រហ្មវិហារធម៌សង្ឃហធម៌និងមាគ៌ាកណ្ដាលដែលអាចជួយឲ្យបុគ្គលគ្រួសារសង្គមនិងពិភពលោកប្រកាន់យកនៅវប្បធម៌អហិង្សាការគោរពអធ្យាស្រ័យយោគយល់គ្នាខ្ពស់ការប្រកាន់យកនៅសីលធម៌រស់នៅល្អសុខដុមរមនាដែលជាឧបករណ៍ចាំបាច់សម្រាប់សន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពមុននឹងបញ្ចប់ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានផ្ដល់នូវទស្សនៈទានមួយចំនួនដូចខាងក្រោម 1. សូមឲ្យពុទ្ធបរិស័ទចូលរួមបំផុសប្រធានបទនាថ្ងៃនេះឲ្យបានទូលំទូលាយហើយប្រែក្លាយប្រធានបទនេះទៅជាសកម្មភាពជាក់ស្ដែងដើម្បីធានាឲ្យបាននូវសុខដុមរមនានៅក្នុងសង្គមនិងសន្តិភាពជានិរន្តរ៍សម្រាប់មនុស្សជាតិទូទាំងពិភពលោក 2. សូមចូលរួមអភិវឌ្ឍព្រះពុទ្ធសាសនាឲ្យមានការរីកចម្រើនរុងរឿងលើកកម្ពស់ទូនាទីព្រះពុទ្ធសាសនាក្នុងសង្គមតាមរយៈការអប់រំលើកកម្ពស់សីលធម៌សង្គមនិងសុខភាពផ្លូវចិត្តរបស់ប្រជាជនដែលបច្ចុប្បន្ននេះកត្តាទាំងពីរនេះគឺចាំបាច់បន្ទាន់ជាងពេលណាៗទាំងអស់ 3. ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋដូច្នេះសូមឲ្យពុទ្ធសាសនិកជនគ្រប់រូបសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅគោរពប្រណិប័តន៍ឲ្យត្រឹមត្រូវបញ្ជាឲ្យបានជាដាច់ខាតការយកសាសនាធ្វើជាឧបករណ៍ដើម្បីស្វែងរកនៅប្រយោជន៍ផ្ទាល់ខ្លួន 4. ទោះបីជាគោរពជឿជាក់លើនិកាយសាសនាអ្វីក៏ដោយភាពផ្សេងគ្នានៃជំនឿនិងសាសនាមិនមែនជារនាំងខណ្ឌចែកមិត្តភាពនិងភារៈភាពរវាងគ្នានឹងគ្នានោះទេដូច្នេះត្រូវបន្តរក្សាសាមគ្គីភាពជាធ្លុងមួយធ្វើការរួមគ្នាដើម្បីឈានទៅសម្រេចឲ្យបាននៅឧត្តមប្រយោជន៍ពោលគឺសន្តិភាពជូនជាតិមាតុភូមិតាមរយៈការប្រតិបត្តិតាមទ្រឹស្ដីដ៏ល្អឯករបស់សាសនានីមួយៗក្នុងឱកាសនោះដែរដើម្បីរំលឹកនៅព្រះរាជគុណូបការៈដ៏ឧត្តមឧត្តមបំផុតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលទ្រង់ទទួលបាននៅព្រះរាជបរមងារកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជាព្រះស្រីលោកធម្មិករាជក្រសួងធម្មការនិងសាសនាបានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្តនិងរាប់បាតថ្វាយប្រគេនសម្ដេចព្រះសង្ឃនិងមន្ត្រីសង្ឃចំនួន74ព្រះអង្គដើម្បីថ្វាយព្រះរាជកុសលដល់ព្រះករុណាថ្លៃវិសេសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គទ្រង់ប្រកបដោយបរមសុខគ្រប់ប្រការដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជានុរាស្ត្ររបស់ព្រះអង្គអស់កាលជានិច្ចនិរន្តរ៍